សុស្ដីបងប្អូនបាទខ្ញុំជាអ្នកសិក្សាពិសោធន៍ដំណើរបាទមកជីកាបាត់ដំបងខ្ញុំមានលក់ពូជលក់ថងលក់កេសរលក់អីគ្រប់បែបយ៉ាងបងប្អូនបាទហ្នឹងហើយខ្ញុំអានេះដាំមកផ្ទះបាទមកផ្ទះវាមានបញ្ហាខ្លះដែរបាទហ្នឹងហើយដោយសារយើងមិនសូវបានបើកមើលបាទវាមានអើយធ្លាក់មកវាអត់បានរុនជុះវាអីហ្នឹងអាហ្នឹងជាបញ្ហាមួយបាទយើងរុនជុះទៅអាផ្លែហ្នឹងវាអត់ចប់ទេបាទនេះថាពូជមួយដែលបញ្ហាមួយដែលពិបាកដែរបាទវាជ្រុះច្រើនឲ្យតែមានសកលតិចជ្រុះមែនទេដូច្នេះយើងព្យាយាមរុនវាបងអាផ្លែស្អាតបាទអាពូជនេះមួយបាទខាងចកាខ្ញុំអត់អីស្អាតចេះផ្លែធំស្អាតអូមកឆ្ងាញ់មកឆ្ងាញ់បងមកឆ្ងាញ់ស្អាតបងប្អូនហ្នឹងមាន2 3បាទអ្នកបើកមើលអ្នកដាំលម៉ើអូតន្លែងបាទមិនឡាយបានទេបាទហ្នឹងហើយខ្ញុំហ្នឹងហើយខ្ញុំនៅមុខផ្ទះសោះមើលឃើញចោលវាបានមើលតាមដានវាហ្នឹងហើយជាបញ្ហាមួយបាទអរគុណច្រើនអរគុណបងប្អូនបានសិក្សាទៅទល់លម៉ើបាទអាហារវាគ្រប់គ្រាន់អាហារចិញ្ចឹមវាគ្រប់គ្រាន់លម៉ើល្អបាទអាហារវាគ្រប់គ្រាន់ទេមិននិយាយហ្មងបាទអាហារគ្រប់គ្រាន់ទេប្រកាសក៏អត់ចាប់ដែរហ្នឹងហើយមិនថាខ្ញុំថាគេបើអាហារវាគ្រប់គ្រាន់សុខភាពវាមិនល្អទេប្រកាសអត់ចាប់ដែរគេសតតែមួយហ្នឹងបាទគេសតតែមកជាមួយគ្នាហ្នឹងថ្ងៃជាមួយគ្នាបើគេអាដើមណាប្រកាសអត់ចាប់ក៏អត់ចាប់ហ្មងទាក់ទងសុខភាពវានេះមួយដែលបងប្អូនសិក្សាស្វែងយល់ទាក់ទងលម៉ើបាទលម៉ើ